ភាពជាអ្នកមានហេតុផលសូមឲ្យពុទ្ធបរិស័ទច្បាស់លាស់ក្នុងចិត្តធ្ងន់ក្នុងចិត្តឥតសង្ស័យថាអ្វីៗទាំងអស់ក្នុងលោកប្រព្រឹត្តទៅតាមហេតុតាមបច្ច័យយើងមិនអាចជ្រើសរើសយកនៅអ្វីៗតាមសេចក្តីពេញចិត្តបានឡើយមានហេតុមានបច្ច័យយ៉ាងណាវារមែងប្រព្រឹត្តទៅយ៉ាងនោះកាលមានហេតុមានបច្ច័យឲ្យសុខសេចក្តីសុខក៏កើតឡើងកាលមានហេតុមានបច្ច័យឲ្យទុក្ខសេចក្តីទុក្ខក៏កើតឡើងមានហេតុមានបច្ច័យឲ្យចម្រើនក៏ចម្រើនទៅមានហេតុមានបច្ច័យឲ្យអ្វីៗណាកើតអ្វីៗនោះរមែងកើតតាមហេតុតាមបច្ច័យនឹងឯងអ្វីៗទាំងអស់ដែលជាសង្កតធម៌មានបច្ច័យតតែងឲ្យកើតឡើងរមែងមិនជាឥស្សរៈដោយខ្លួនឯងឡើយត្រូវជាប់តាក់ទងនឹងបច្ច័យមានការប្រែប្រួលជាកំណត់នឹងមិនប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាត្រូវការរបស់បុគ្គលណាទេបើគ្រប់យ៉ាងប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់បុគ្គលហើយនោះតើអ្នកណាក្រអ្នកណាមានរោគអ្នកណាមិនស្អាតហើយអ្នកណាដែលមានទុក្ខព្រោះគ្រប់គ្នាប្រាថ្នាបាននៅទ្រព្យសម្បត្តិប្រាថ្នាសុខភាពបរិបូរណ៍ប្រាថ្នាស្អាតប្រាថ្នាសុខតែនេះដោយហេតុថារបស់ទាំងអស់ប្រព្រឹត្តទៅតាមហេតុតាមបច្ច័យទើបយើងមិនអាចបានតាមប្រាថ្នាថារបស់នេះចូលទៅជាយ៉ាងនោះចុះចូលកុំជាយ៉ាងនេះដូច្នេះឡើយដែលមានខ្លះប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នានោះដូចជាយើងប្រាថ្នានឹងក្រោកឡើងហើយដើរទៅយើងក៏បានក្រោកឡើងហើយដើរទៅបានមែននេះព្រោះមានហេតុមានបច្ច័យប្រសិនបើខ្វះហេតុខ្វះបច្ច័យប្រកាសជាដើរទៅពុំបានឡើយដូចជាអ្នកជំងឺខ្លះដែលប្រាថ្នានឹងក្រោកអង្គុយប៉ុន្តែមិនអាចក្រោករួចបានការមាននៅមនសិការៈធ្ងន់ចិត្តចុះស៊ប់ទៅក្នុងលក្ខណៈពិតរបស់សង្ខារថារបស់ទាំងឡាយទាំងពួងប្រព្រឹត្តទៅតាមហេតុតាមបច្ច័យហើយលះបង់នៅសេចក្តីប្រកាន់ចោលបាននេះរាប់ថាជាថ្នាំដ៏ប្រសើរសម្រាប់បំបត្តិនៅសេចក្តីទុក្ខក្តៅតាមផ្លូវចិត្តព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាការមិនមានកង្វល់ការមិនប្រកាន់នោះឯងគឺជាទីពឹងដ៏ប្រសើររបស់អ្នកដែលនៅក្នុងមហាសាគរគឺវដ្តសង្សារមិនមានទីពឹងដតីក្រៅអំពីនេះឡើយយើងក៏បីធ្វើជាមនុស្សដឹងហេតុផលគុណធម៌មួយនេះជួយឲ្យចិត្តរបស់យើងស្ងប់រងាប់បានច្រើនណាស់ព្រោះយល់ព្រមទៅតាមការពិតថាផលរមែងមកតាមហេតុឬហេតុបង្កឲ្យកើតផលល្អឬផលអាក្រក់ដែលយើងបានទទួលនោះរមែងជាប់តាក់ទងអំពីហេតុល្អបង្កឲ្យកើតផលល្អហេតុអាក្រក់បង្កឲ្យកើតផលអាក្រក់ហើយហេតុនោះយើងជាអ្នកធ្វើដោយខ្លួនឯងយ៉ាងហោចណាស់ក៏មួយចំណែកធំដែរដែលយើងជាអ្នកធ្វើនោះនៅពេលដែលបានទទួលផលល្អមនុស្សយើងច្រើនតែប្រញាប់ប្រញាប់ទទួលយកដោយក្តីរីករាយនិងគិតថាជាលទ្ធផលនៃការងារដែលខ្លួនបានធ្វើប៉ុន្តែនៅពេលដែលទទួលផលអាក្រក់វិញហេតុដូចម្ដេចបានជាមិនសូវសុខចិត្តព្រមទទួលហើយច្រើនតែទម្លាក់ទោសទៅឲ្យអ្នកដទៃទៀតផងថាជាអ្នកបង្កហេតុនោះទៅវិញមនុស្សមានហេតុផលរមែងមានចិត្តធ្ងន់រឹងប៉ឹងប្រកបច្បាស់លាស់ហើយព្រមទទួលយកទាំងផលល្អទាំងផលអាក្រក់ការព្រមទទួលយកនៅហេតុផលតាមសេចក្តីពិតនោះឯងគឺជាកូនសោដ៏សំខាន់សម្រាប់ចាក់ចូលទៅរកការដោះស្រាយនៅបញ្ហាដែលសុទ្ធតែជាបញ្ហាលំបាកក្នុងការដោះស្រាយប្រសិនបើមិនព្រមទទួលយកការពិតទេនោះពាក្យថាមនុស្សមានហេតុផលដោយសេចក្តីថាជាមនុស្សដឹងហេតុដឹងផលនឹងឯងគឺរមែងជាអ្នកសម្លឹងមើលហេតុផលដោយជុំវិញនិងដោយសពគ្រប់មិនមែនត្រឹមតែហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេដែលមនុស្សមានហេតុផលបានយល់ដឹងនោះទោះហេតុផលរបស់អ្នកដទៃក៏ដោយក៏គេរមែងយល់ដឹងបានតាមការពិតផងដែរមនុស្សមានហេតុផលរមែងទទួលនៅការចាំបាច់របស់អ្នកដទៃដែលអ្នកដទៃនោះគេត្រូវធ្វើតាមការចាំបាច់របស់គេ
ប្រសិនបើយើងស្ថិតនៅក្នុងសភាពដូចជាគេយើងក៏អាចធ្វើដូចគេដែរមនុស្សម្នាក់មានការចាំបាច់ក្នុងជីវិតមិនដូចគ្នាឡើយហើយច្រើនតែព្រមចាញ់ចំពោះការចាំបាច់របស់ខ្លួនឯងនោះទៀតផងការចាំបាច់បានចាប់បង្ខំឲ្យត្រូវតែធ្វើយ៉ាងនោះដើម្បីដោះស្រាយឬកែខៃបញ្ហារកផ្លូវចេញពីភាពតច្រកសិននៅក្នុងសេចក្តីនេះមនុស្សអ្នកមានហេតុផលរមែងមិនអាងដល់ការចាំបាច់ហើយប្រព្រឹត្តធ្វើនៅអំពើឆ្កៀងឆ្កងនោះឡើយព្រោះបើចេះតែអាងដល់ការចាំបាច់ហើយធ្វើនៅអំពើអាក្រក់អញ្ចឹងអ្នកណាក៏អាងបានគ្រប់គ្រានិងអាចអាងទៅគ្រប់រឿងទៀតផងនៅពេលដែលមានរឿងចម្លែកឬរឿងអាថ៌កំបាំងអ្វីមួយមនុស្សយើងត្រូវការចង់ដឹងហេតុផលខ្លាំងណាស់ព្រោះជាធម្មតារបស់មនុស្សយើងគឺរមែងត្រូវការចង់ដឹងហេតុផលតែងតែស្រាវជ្រាវរាវរកហេតុផលមិនមែនងាយយល់ឡើយព្រោះហេតុផលជារឿងអាថ៌កំបាំងគប់ត្រូវទៅក្នុងធម្មជាតិការឃើញហេតុហើយគិតដៅទៅរកផលការឃើញផលហើយស្រាវជ្រាវរាវរកហេតុក្តីរមែងមានការលំអៀងខុសអំពីការពិតព្រោះហេតុតែខ្វះបញ្ញាមានការយល់ខុសទៅនៅក្នុងហេតុផលនៃធម្មជាតិនោះដោយប្រការៈផ្សេងច្រើនបែបច្រើនយ៉ាងសូម្បីតែហេតុផលក្នុងបច្ចុប្បន្នក៏គង់នឹងដៅទៅត្រូវផ្លាត់ផ្លាតផងដែរតិចលើកណាស់ដែលនឹងដៅទៅត្រូវបានប្រកបព្រោះមុននឹងផលកើតឡើងគឺនៅរវាងហេតុនិងផលនោះត្រូវមានហេតុដទៃជ្រៀតជ្រែកចូលមកធ្វើឲ្យផលដែលសង្ឃឹមនោះត្រូវបដូរផ្លាស់ការងារស្រែចម្ការមុខចំនួនជួញដូរឡាក់រមែងមានហេតុដទៃជ្រៀតជ្រែកចូលមកធ្វើឲ្យផលដែលយើងនឹងសង្ឃឹមត្រូវប្រែប្រួលអស់តួយ៉ាងដូចជាអ្នករៀនម្នាក់ជាសិស្សពូកែមានសតិបញ្ញាល្អមានការប្រព្រឹត្តត្រឹមត្រូវសុខភាពមាំមួននិងជាប់លេខ1នៅក្នុងការប្រឡងសាកទៀតផងនេះគឺជាហេតុអាស្រ័យទៅលើហេតុនេះឯងយើងក៏បានដៅទៅរកផលថាសិស្សម្នាក់នេះពិតជាប្រឡងជាប់ហើយបានពិន្ទុល្អទៀតផងលុះដល់ពេលប្រឡងសិស្សម្នាក់នេះឯងបែរជាបានពិន្ទុតិចហើយត្រូវរៀនត្រួតថ្នាក់ជាបន្តទៀតពោលគឺប្រឡងធ្លាក់នឹងឯងដែលទៅជាយ៉ាងនេះវាអាចមកអំពីពេលមុនប្រឡងនិងពេលកំពុងតែប្រឡងនោះសិស្សម្នាក់នេះមានការមិនស្រួលផ្លូវកាយឬមិនសប្បាយផ្លូវចិត្តអាចមានរឿងនាំឲ្យមានកង្វល់ក្នុងចិត្តច្រើនដែលជារឿងនៅក្នុងក្រុមគ្រួសារដូចនេះជាដើមនេះគឺជាហេតុដទៃដែលជ្រៀតចូលមកហើយបានធ្វើឲ្យផលដែលយើងគិតដៅទុកនោះមានការបដូរផ្លាស់នៅមានតួយ៉ាងច្រើនទៀតណាស់ដែលក្នុងរឿងរ៉ាវនោះបង្កប់ទៅដោយហេតុផលអាថ៌កំបាំងព្រោះដូច្នេះទើបនៅក្នុងលោកនេះមានអ្នកយល់ខុសដោយប្រការៈផ្សេងច្រើនបែបច្រើនយ៉ាងការហ្វឹកហាត់អប់រំខ្លួនឲ្យបានទៅជាមនុស្សមានហេតុផលឬជាមនុស្សយល់ដឹងធ្វើអ្វីតែងគិតគូរហេតុផលឲ្យបានច្បាស់លាស់ជាមុននោះគឺមានគោលសំខាន់ច្រើនប្រការដូចជាហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងដែលបានរៀនដឹងនិងបានស្ដាប់បានឮមកពិគ្រោះពិចារណាឲ្យបានយល់ហេតុផលនៃរឿងនោះអាចជាការហាត់គិតលែងទៅក៏បានដែររៀនអប់រំទូនមានចិត្តឲ្យត្រង់វាចាក់នៅអគតិ4យ៉ាងគឺមិនលំអៀងព្រោះស្រឡាញ់មិនលំអៀងព្រោះស្អប់មិនលំអៀងព្រោះល្ងងនិងមិនលំអៀងព្រោះការភ័យខ្លាចព្យាយាមស្ដាប់ពាក្យអប់រំទូនមានឲ្យបានច្រើនបើឆ្ងល់ឲ្យចេះសួរនិងចេះធ្វើទុកក្នុងចិត្តចាប់យកហេតុផលពីគ្រប់ហេតុការណ៍ផ្សេងដែលកើតឡើងចំពោះខ្លួនឯងនិងកើតឡើងចំពោះអ្នកដទៃមនុស្សដែលយល់ដឹងអំពីហេតុផលច្បាស់រមែងលះបង់នៅបាបអកុសលក្នុងខ្លួនជាអ្នកមិនមាននៅអ៊ីសាគឺការច្រណែននិងលៀបយុះរបស់អ្នកដទៃឡើយជាការពិតហើយមនុស្សយើងគ្រប់គ្នាព្រមទាំងធម្មជាតិទាំងអស់សុទ្ធតែមានហេតុផលរៀងខ្លួននិងផ្សេងគ្នាដូច្នេះយើងមិនអាចមានលៀបមានយុះឬមាននៅអ្វីទាំងអស់ឲ្យដូចជាអ្នកដទៃបានទេមនុស្សដែលយល់អំពីហេតុផលតាមសេចក្តីពិតមិនច្រណែន
មិនទៀមទានៅសម្បត្តិអ្វីដែលអ្នកដតីគេមានបាននោះឡើយក៏ដូចជាមិនច្រណែនមិនទៀមទានៅជំងឺពីអ្នកឈឺឬវិបត្តិភ័យអន្តរាយផ្សេងទៀតដែលអ្នកដតីត្រូវបានទទួលនោះដែរជាធម្មតារបស់មនុស្សដែលមិនយល់អំពីហេតុផលរមែងមាក់ងាយអ្នកដែលទាបជាងខ្លួនហើយរមែងច្រណែននឹងអ្នកដែលខ្ពស់ជាងខ្លួនដូច្នេះដើម្បីកម្ចាត់បងនៅការមាក់ងាយអ្នកដតីនិងសេចក្តីច្រណែនក៏បីសិក្សាពិចារណាឲ្យយល់អំពីហេតុផលរបស់ជីវិតនិងហេតុផលរបស់ធម្មជាតិគ្រប់យ៉ាងគឺក៏បីឲ្យតាំងនៅក្នុងភាពជាអ្នកដែលមានហេតុផលនឹងឯង